សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នានេះគឺជាករណីដ៏រន្ធត់មួយនិងល្បីល្បាញរបស់កញ្ញាមីសែលដែលជានិស្សិតគិលានុបដ្ឋាយិកាជនជាតិអាមេរិកដើមកំណើតវៀតណាមមានអាយុ26ឆ្នាំនាងបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងពីមន្ទីរពេទ្យក្នុងតំបន់ San Francisco ហើយ4ខែក្រោយមកទើបគេរកឃើញអធិធាតុរបស់នាងនៅសល់តែឆ្អឹងក្នុងជ្រលងភ្នំដាច់ស្រយាលមួយចង់ដឹងតើសាច់រឿងនេះជាយ៉ាងណាសូមតាមដានវីដេអូនេះជាមួយខ្ញុំបាទទាំងអស់គ្នារាត្រីថ្ងៃទី27ខែឧសភាឆ្នាំ2011នៅទីក្រុង Harvard រដ្ឋ California នៅក្នុងមន្ទីរពេទ្យមួយកន្លែងដ៏ស្ងប់ស្ងាត់លោកគ្រូពេទ្យនិងគិលានុបដ្ឋាយិកាកំពុងបំពេញភារកិច្ចយ៉ាងមមាញឹកក្នុងចំណោមពួកគេមានយុវតីម្នាក់ឈ្មោះ Michelle មានអាយុ26ឆ្នាំជានិស្សិតគិលានុបដ្ឋាយិកាដ៏ឆ្នើមម្នាក់មកពីសាកលវិទ្យាល័យ Samuel នាងមានស្នាមញញឹមដ៏ស្រស់ស្អាតនិងមានអនាគតដ៏ភ្លឺស្វាងកំពុងរងចាំនៅខាងមុខមិត្តភ័ក្តិនិងគ្រូតែងតែស្គាល់នាងថាជាមនុស្សឧស្សាហ៍ព្យាយាមនិងមានចិត្តអាណិតអាសូរដល់អ្នកជំងឺនៅវេលាម៉ោងប្រហែល7ល្ងាចMichelle បានសុំច្បាប់គ្រូបង្គោលដើម្បីដើរទៅយករបស់មួយចំនួននៅក្នុងឡានរបស់នាងដែលចតនៅឯអគារចតឡានរបស់មន្ទីរពេទ្យនាងបានប្រាប់មិត្តរួមថ្នាក់ថាខ្ញុំទៅចំណតឡានមួយផ្លេតនាងបានដើរចេញទៅទាំងខ្លួននៅស្លៀកពាក់ឯកសណ្ឋានពេទ្យពណ៌សគ្មាននរណាម្នាក់ដឹងទេថានោះគឺជាពាក្យសម្ដីចុងក្រោយបង្អស់របស់ Michelle ដែលមនុស្សជុំវិញខ្លួនបានឮ1ម៉ោងបានកន្លងផុតទៅ2ម៉ោងបានកន្លងផុតទៅ Michelle មិនបានត្រឡប់មកថ្នាក់រៀនឬកន្លែងអនុវត្តការងារវិញឡើយគ្រូបង្គោលរបស់នាងចាប់ផ្ដើមមានការសង្ស័យនិងបារម្ភយ៉ាងខ្លាំងនៅវេលាម៉ោង 8:56 នាទីយប់គ្រូបង្គោលរួមជាមួយបុគ្គលិកសន្តិសុខមន្ទីរពេទ្យបានដើរចុះទៅអគារចតឡានដើម្បីស្វែងរកនាងប៉ុន្តែអ្វីដែលពួកគេបានឃើញគឺភាពទទេស្អាតឡានប្រភេទ SUV ម៉ាក Honda ពណ៌សរបស់ Michelle មិនបានស្ថិតនៅកន្លែងដែលវាធ្លាប់ចតនោះទេនាងបានបាត់ខ្លួនទៅហើយទូរស័ព្ទរបស់នាងមិនអាចទាក់ទងបានការផ្ញើសារទៅកាន់នាងមិនមានការឆ្លើយតបក្តីបារម្ភបានប្រែទៅជាការភ័យខ្លាចយ៉ាងឆាប់រហ័សនគរបាលក្រុង Harvard ត្រូវបានហៅចូលមកអន្តរាគមន៍ជាបន្ទាន់តើមានរឿងអ្វីកើតឡើងចំពោះ Michelle តើនាងគ្រាន់តែដើរចេញទៅដោយខ្លួនឯងឬក៏មានរឿងអាក្រក់អ្វីមួយបានកើតឡើងចំពោះនាងការស៊ើបអង្កេតដំបូងនិងតម្រុយគួរឲ្យសង្ស័យនៅព្រឹកថ្ងៃបន្ទាប់ថ្ងៃទី28ខែឧសភាឆ្នាំ2011អាកំបាំងនេះកាន់តែស្មុគស្មាញឡើងនគរបាលបានរកឃើញឡាន Honda SUV របស់ Michelle ត្រូវបានចតចោលនៅឯផ្លូវមួយដែលមានចម្ងាយប្រហែល800ម៉ែត្រពីមន្ទីរពេទ្យឡាននោះត្រូវបានចាក់សោត្រឹមត្រូវប៉ុន្តែនៅពេលដែលអ្នកស៊ើបអង្កេតពិនិត្យមើលខាងក្នុងឡានពួកគេបានរកឃើញតម្រុយដ៏រន្ធត់មួយនៅក្នុងឡាននោះគេបានរកឃើញស្នាមឈាមតូចៗលទ្ធផលធ្វើតេស្ត DNA ក្នុងពេលបន្ទាប់បានបញ្ជាក់យ៉ាងច្បាស់ថាឈាមនោះគឺជាឈាមរបស់ Michelle នេះមិនមែនជាការបាត់ខ្លួនដោយស្ម័គ្រចិត្តនោះទេនេះគឺជាករណីអំពើហិង្សានគរបាលបានផ្លាស់ប្ដូរចំណាត់ថ្នាក់ករណីនេះភ្លាមទៅជាករណីឃាតកម្មទោះបីជាមិនទាន់រកឃើញសាកសពក៏ដោយក្រុមគ្រួសាររបស់ Michelle ដែលដឹកនាំដោយប្អូនប្រុសរបស់នាងនិងបងប្អូនជីដូនមួយរបស់នាងបានចាប់ផ្ដើមយុទ្ធនាការស្វែងរកយ៉ាងធំធេងពួកគេបានបង្កើត Facebook បោះពុម្ពផ្សាយខិត្តប័ណ្ណនិងដាក់ប្រាក់រង្វាន់រហូតដល់$45,000សម្រាប់អ្នកណាដែលផ្ដល់ព័ត៌មានដែលអាចនាំទៅរកឃើញ Michelle អ្នកស៊ើបអង្កេតបានចាប់ផ្ដើមពិនិត្យមើលរូបភាពពីកាមេរ៉ាសុវត្ថិភាពរបស់មន្ទីរពេទ្យឡើងវិញយ៉ាងលម្អិតពួកគេបានឃើញ Michelle ដើរកាត់ស្ពានអាកាសសម្ដៅទៅកាន់អគារចតឡាននៅម៉ោង 6:55 នាទីល្ងាចប៉ុន្តែអ្វីដែលពួក
គេចាប់អារម្មណ៍នោះគឺកាមេរ៉ាក៏បានថតជាប់វត្តមានរបស់ស្ត្រីម្នាក់ទៀតដែលបានដើរក្រវ៉ាលជុំវិញអគារចតឡានទាំងមូលនិងក្រោយពេលដែលមីសែលបាត់ខ្លួនមិនត្រឹមតែប៉ុណ្ណោះទិន្នន័យពីបង្គោលសេវាទូរស័ព្ទចល័តបានបង្ហាញថាក្រោយពេលមីសែលបាត់ខ្លួនទូរស័ព្ទរបស់នាងនិងទូរស័ព្ទរបស់ស្ត្រីសង្ស័យម្នាក់នោះបានធ្វើដំណើរតាមគន្លងផ្លូវតែមួយឆ្ពោះទៅកាន់តំបន់ដាច់ស្រយាលមួយតើស្ត្រីម្នាក់នោះជាអ្នកណាហេតុអ្វីបានជានាងតាមដានមីសែលអត្តសញ្ញាណរបស់ស្ត្រីអាកំបាំងម្នាក់នោះត្រូវបានលាតត្រដាងយ៉ាងឆាប់រហ័សនាងមានឈ្មោះថា Jihel Diva មានអាយុ27ឆ្នាំអ្វីដែលធ្វើឲ្យគ្រប់គ្នារន្ធត់ចិត្តបំផុតនោះគឺ Jihel មិនមែនជាអ្នកដទៃឆ្ងាយនោះទេនាងគឺជាអតីតមិត្តភក្តិជិតស្និទ្ធរបស់ Michelle តាំងពីការរៀននៅវិទ្យាល័យជាមួយគ្នានៅទីក្រុង San Diego តើមានរឿងអ្វីកើតឡើងរវាងមិត្តភក្តិទាំងពីរនាក់នេះដែលឈានទៅដល់ចំណុចដ៏ខ្មៅងងឹតបែបនេះតាមរយៈការស៊ើបអង្កេតនគរបាលបានរកឃើញថា Jihel មានចិត្តគំនុំនិងការស្អប់ពើមយ៉ាងខ្លាំងចំពោះ Michelle មូលហេតុគឺមកពីរឿងស្នេហាត្រីកោណ Jihel មានកូនស្រីម្នាក់ជាមួយបរិសម្នាក់ឈ្មោះ Scotland ក្រោយមក Scott និង Jihel បានបែកបាក់គ្នាហើយ Scott បានក្លាយជាមិត្តភក្តិជិតស្និទ្ធជាមួយនឹង Michelle ទោះបីជា Scott និង Michelle គ្រាន់តែជាមិត្តភក្តិនឹងគ្នាក៏ដោយប៉ុន្តែ Jihel បានកើតចិត្តប្រច័ណ្ឌយ៉ាងខ្លាំងនាងបានចោទប្រកាន់ Michelle ថាបានដណ្ដើម Scott ពីនាងនិងបានបំផ្លាញគ្រួសាររបស់នាង Jihel បានចាប់ផ្ដើមមានចិត្តគុំគួនយ៉ាងខ្លាំងនាងបានផ្ញើសារគំរាមកំហែងទៅកាន់ Scott និងមនុស្សជាច្រើនដោយបង្ហាញពីការស្អប់ពើមយ៉ាងខ្លាំងចំពោះ Michelle នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងទូរទស្សន៍ក្នុងស្រុកមុនពេលនាងត្រូវបានចាប់ខ្លួន Jihel ថែមទាំងបាននិយាយជាសាធារណៈថានាងស្អប់ Michelle យ៉ាងខ្លាំងនៅថ្ងៃទី29ខែឧសភានគរបាលបានអនុវត្តដីកាឆែកឆេរផ្ទះរបស់ Jihel ពួកគេបានរកឃើញស្បែកជើងកីឡាមួយគូលទ្ធផលវិភាគពីមន្ទីរពិសោធន៍កសលវិច័យបានរកឃើញថានៅលើស្បែកជើងនោះមានជាប់ DNA របស់ Michelle មិនតែប៉ុណ្ណោះគេក៏បានរកឃើញស្នាមឈាមរបស់ Michelle នៅក្នុងឡានរបស់ Jihel ផងដែរភស្តុតាងវិទ្យាសាស្ត្រទាំងអស់បានចង្អុលបង្ហាញទៅលើ Jihel នៅថ្ងៃទី7ខែកញ្ញាឆ្នាំ2011នគរបាលបានចាប់ខ្លួន Jihel ចោទប្រកាន់ពីបទឃាតកម្មកម្រិតទី1ប៉ុន្តែទោះបីវាមានភស្តុតាងយ៉ាងរមាំក៏ដោយក៏មានសំណួរដ៏ធំមួយដែលមិនទាន់មានចម្លើយតើ Michelle នៅឯណាដោយសារតែ Jihel មិនព្រមនិយាយអ្វីទាំងអស់នាងរក្សាភាពស្ងប់ស្ងាត់និងមិនព្រមប្រាប់ពីកន្លែងដែលនាងបានលាក់ទុកសាកសពរបស់ Michelle ឡើយជិត4ខែបានកន្លងផុតទៅក្តីសង្ឃឹមរបស់ក្រុមគ្រួសារកាន់តែស្រពេចស្រពិលពីមួយថ្ងៃទៅមួយថ្ងៃក្រុមអ្នកស្ម័គ្រចិត្តនិងអង្គការស្វែងរកមនុស្សបាត់ខ្លួនបានធ្វើការរុករករហូតទៅ7ដងប៉ុន្តែមិនទទួលបានលទ្ធផលអ្វីឡើយរហូតដល់ថ្ងៃសៅរ៍ទី17ខែកញ្ញាឆ្នាំ2011ការរុករកលើកទី8ត្រូវបានរៀបចំឡើងក្រុមស្វែងរកបានធ្វើដំណើរទៅកាន់តំបន់ព្រៃភ្នំនិងជ្រលងភ្នំដាច់ស្រយាលមួយដែលស្ថិតនៅចន្លោះទីក្រុង Playton និងតំបន់ Sunol ទីនោះជាតំបន់ដែលមានដើមឈើដុះក្រាស់និងមានផ្លូវដីលំបាកធ្វើដំណើរដែលត្រូវគ្នានឹងទិន្នន័យបង្គោលសេវាទូរស័ព្ទចល័តរបស់ Jihel និង Michelle នៅយប់ថ្ងៃកើតហេតុនៅវេលាម៉ោងប្រហែល 10:30 នាទីព្រឹកសមាជិកម្នាក់នៃក្រុមស្វែងរកបានដើរចូលទៅក្នុងតំបន់ដុះកូនឈើក្រាស់ក្បែរផ្លូវដីលំមួយនៅទីនោះគាត់បានប្រទះឃើញនៅអ្វីមួយវាគឺជាអធិធាតុរបស់មនុស្សដែលបានរលាយរលួយអស់ទៅហើយដោយសារតែអាកាសធាតុនិងពេលវេលាជិត4ខែសាកសពនោះបានប្រែប្រួលទៅជាគ្រោងឆ្អឹងដែលប្រឡាក់និងស្ងួតស្ថានភាពសាកសពនៅពេលនោះគឺមិនអាចកំណត់អត្តសញ្ញាណដោយភ្នែកទទេឬសំបីតែដឹងថាជាប្រុសឬស្រីបានឡើយការិយាល័យកសលវិច័យក្នុងស្រុកនិងក្រុមអ្នកបច្ចេកទេស DNA បានចុះមកដល់កន្លែងកើតហេតុជាបន្ទាន់2ថ្ងៃក្រោយមកគឺនៅថ្ងៃទី19ខែកញ្ញាឆ្នាំ2011លទ្ធផលមន្ទីរពិសោធន៍និងទិន្នន័យថ្មីបានបញ្ជាក់ជាផ្លូវការអធិធាតុគ្រោងឆ្អឹងនោះគឺពិតជា Michelle ក្តីសង្
ខឹមចុងក្រោយរបស់ក្រុមគ្រួសារត្រូវបានរលីសាបសូន្យកូនស្រីសំណប់ចិត្តនិស្សិតគិលានុបដ្ឋាយិកាដែលមានចិត្តធម៌ត្រូវបានគេសម្លាប់យ៉ាងព្រៃផ្សៃនិងយកសាកសពមកបោះចោលក្នុងព្រៃដូចជាសម្រាមនៅខែតុលាឆ្នាំ2012ដំណើរការកាត់ក្តីរបស់ G-Hell បានចាប់ផ្ដើមឡើងនៅតុលាការមហាជននិងប្រព័ន្ធផ្សព្វផ្សាយបានតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់ព្រះរាជអាជ្ញាបានបង្ហាញភស្តុតាងយ៉ាងរឹងមាំទី1រូបភាពកាមេរ៉ាសុវត្ថិភាពដែលបង្ហាញថា G-Hell បានដើរតាមដាននិងស្ថិតនៅកន្លែងកើតហេតុក្នុងអគារចតឡានទី2ស្នាមឈាមរបស់ Michelle នៅក្នុងឡានរបស់ G-Hell ទី3 DNA របស់ Michelle នៅលើស្បែកជើងរបស់ G-Hell ទី4ទិន្នន័យបង្គោលសេវាទូរស័ព្ទដែលបង្ហាញថាទូរស័ព្ទទាំងពីរបានធ្វើដំណើរជាមួយគ្នាទៅកាន់កន្លែងបោះសាកសពព្រះរាជអាជ្ញាបានសន្និដ្ឋានថា G-Hell បានរៀបចំផែនការយ៉ាងល្អិតល្អន់ក្នុងការលើបឆ្មក់វាយប្រហារ Michelle នៅក្នុងអគារចតឡាននាងបានវាយធ្វើបាប Michelle រហូតដល់ស្លាប់រួចហើយបានបើកឡានរបស់ Michelle យកសាកសពទៅបោះចោលនៅជ្រលងភ្នំមុនពេលយកឡានរបស់ Michelle មកចតចោលវិញខាងមេធាវីការពារក្តីរបស់ G-Hell មិនអាចបដិសេធភស្តុតាងវិទ្យាសាស្ត្រទាំងនេះបានឡើយពួកគេបានព្យាយាមឬតតាំងថាទង្វើរបស់ G-Hell ធ្វើឡើងដោយកំហឹងមួយឆាវឬបញ្ហាផ្លូវចិត្តដើម្បីជៀសវាងការចោទប្រកាន់ពីបទឃាតកម្មកម្រិតទី1ប៉ុន្តែគណៈវិនិច្ឆ័យមិនបានយល់ស្របតាមឡើយភស្តុតាងនៃការតាមដាននិងការរៀបចំផែនការទុកជាមុនគឺច្បាស់លាស់ពេកហើយនៅថ្ងៃទី29ខែតុលាឆ្នាំ2012គណៈវិនិច្ឆ័យបានប្រកាសសាក្រម G-Hell ត្រូវបានរកឃើញថាមានទោសពីបទឃាតកម្មកម្រិតទី1នាងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពី25ឆ្នាំទៅ1ជីវិតនៅពេលដែលសាក្រមត្រូវបានអានក្រុមគ្រួសាររបស់ Michelle បានអោបភ្នាយំនៅក្នុងបន្ទប់តុលាការប្អូនប្រុសរបស់នាងបាននិយាយថាលោកមានអារម្មណ៍ថាបន្ទុកដ៏ធ្ងន់មួយត្រូវបានលើកចេញពីទ្រូងទោះបីជាយុត្តិធម៌ត្រូវបានផ្ដល់ជូនប៉ុន្តែវាមិនអាចនាំ Michelle ដ៏មានតម្លៃត្រឡប់មកវិញបានឡើយករណីរបស់ Michelle គឺជាការឈឺចាប់មួយអំពីផលវិបាកដ៏គួរឲ្យខ្លាចនៃការប្រច័ណ្ឌនិងការស្អប់ពើមដែលគ្មានការគ្រប់គ្រងមិត្តភ័ក្តិដែលធ្លាប់សើចសប្បាយជាមួយគ្នាកាលពីនៅរៀនបានប្រែក្រឡាប់ទៅជាឃាតករដ៏ឃោរឃៅដោយសារតែការគិតខុសមួយពេលប៉ុន្តែរឿងរ៉ាវរបស់ Michelle មិនមែនបញ្ចប់ត្រឹមតែភាពខ្មៅងងឹតនោះទេក្រុមគ្រួសារនិងមិត្តភ័ក្តិរបស់នាងបានបង្កើតមូលនិធិនិងកម្មវិធីអាហារូបករណ៍ដើម្បីជួយដល់និស្សិតគិលានុបដ្ឋាយិកាដទៃទៀតដែលមានក្តីស្រឡាញ់និងការបោះបង់ដូចជា Michelle ស្មារតីនៃការចង់ជួយសង្គ្រោះជីវិតមនុស្សរបស់ Michelle នៅតែបន្តរស់រានមានជីវិតតាមរយៈអ្នកដទៃទោះបីជារាងកាយរបស់នាងត្រូវបានគេរកឃើញក្នុងស្ថានភាពគ្រោងឆ្អឹងនៅក្នុងជ្រលងភ្នំដាច់ស្រយាលក៏ដោយប៉ុន្តែការចងចាំអំពីស្នាមញញឹមភាពកក់ក្ដៅនិងទឹកចិត្តដ៏បរិសុទ្ធរបស់នាងនឹងមិនរលាយបាត់ឡើយនាងនៅតែជានិស្សិតគិលានុបដ្ឋាយិកាដ៏ស្រស់ស្អាតនៅក្នុងចិត្តរបស់មនុស្សគ្រប់គ្នាជានិច្ច